ខ្ញុំរួមដៃជាមួយនឹងឯងដើម្បីកម្ចាត់វ៉ាន់មែនទេមិនខុសទេនាងស្អប់សឺវ៉ាន់ណាត្រូវទេខ្ញុំស្អប់នាងខ្ញុំរឹតតែស្អប់ឯងខ្លាំងជាងតែឯងនៅមិនយល់ទៀតមែនទេតាំងពីដំបូងគឺខ្ញុំជាអ្នកស្អប់ឯងនៅពេលនេះពួកយើងជិះទុកតែមួយហើយមានតែរួមដៃគ្នាទេទើបល្អឯងចង់ឲ្យខ្ញុំធ្វើអីជាដំបូងនាងត្រូវតែទទួលបានការក្តោបក្តាប់គ្រួសារជាទាំងមូលសិនមានតែវិធីនេះទេទើបអាចចាត់ការ Fu Tingchen និងសឺវ៉ាន់បានសឺវ៉ាន់តើកំពុងតែបារម្ភរឿងអីទេលោកហ្វូគ្រួសារជាងបានប្រកាសឲ្យថាជាងស៊ីងថុងនឹងទទួលបានការរៀបចំពីគ្រួសារជាងដូចជាការរំពឹងទុកមែនលោកជាងនៅតែមានអារម្មណ៍ខុសលើចៅស្រីមើលទៅដល់ពេលដែលគ្រួសារជាងត្រូវបាក់មុខហើយបាទជប់សិនជួយរៀបចំឲ្យខ្ញុំផងទៅសាច់នេះខ្ញុំត្រូវជួបជាមួយនឹងសឺណានបាទដាក់គេទៅបាទFu Tingchen សម្រាប់យើងទៅគ្រប់យ៉ាងនឹងត្រូវចំសឺវ៉ាន់ទោះជានាងអត់លែងយើងបើអញ្ចឹងនឹងឲ្យ Fu Tingchen ស្លាប់ទៅជាមួយយើងសម្រាប់ឯងជារឿងងាយបំផុតនៅក្នុងលោកតែឯងមិនទាន់ស័ក្តិសមពេលនេះទេឯងឆាប់ប្រាប់មកតើឯងបានធ្វើអ្វីដាក់យើង Fu Tingchen មើលទៅសឺវ៉ាន់មិនបានប្រាប់ឯងនោះទេពេលថ្ងៃទៀតខ្ញុំត្រូវតែចេញពីក្រុងដូច្នេះត្រូវឲ្យសណាគេពិសោធន៍ឆ្នាំនេះសិនហេតុអីអាឆាន់មិនលើកទូរស័ព្ទមិនបានទេខ្ញុំត្រូវតែជួបសណាសិនដើម្បីឲ្យគេសាក់ថ្នាក់នោះគឺជារឿងរបស់នាងក៏ជាសេរីភាពរបស់នាងដែរយើងស្រឡាញ់នាងឲ្យតែនាងរីករាយទោះបីជាត្រូវសម្លាប់ឯងក៏យើងព្រមដែរ Fu Tingchen តើឯងពិតជាគិតថានាងអាចធ្វើឲ្យឯងសប្បាយចិត្តតែពេលនេះឯងនៅខ្ញុំគឺជាមនុស្សតែមួយហើយយល់ឯងឆាប់សារភាពមកតើឯងបានធ្វើអ្វីដាក់យើងខ្លាចឆ្លាយភាពមកខ្ញុំលោកស្រីបានដាក់ថ្នាំគេមើលទៅគេប្រហែលជាត្រូវថ្នាំពុលហើយតើថ្នាំពុលអ្វីទៅអាឆាន់ហេតុអីក៏មិនលើទូរស័ព្ទរបស់អូនបងនេះជារបស់ថ្មីដែលអូនទៅរកឃើញឲ្យទៅសឺណានទេអាឆាន់តើបងមានអីចង់សួរអូនដែរទេនៅទីនេះមិនសូវល្អទេតោះទៅបានជាអាឆាន់មកដល់កន្លែងនេះហើយប្រកាសជាគ្មានរឿងណាដែលខ្ញុំអាចលាក់បាំងពីគេបានទេបាទមិនចង់ឲ្យគេដឹងខ្លួនឯងហេតុអីក៏ខ្ញុំមិនប្រាប់ការពិតទេអាឆាន់សុំទោសហេតុអ្វីត្រូវសុំទោសនៅក្នុងផ្ទះលោកតាសឺណានបានយកប្រយោជន៍ពីការវាយប្រហារបងគេបានចាក់ថ្នាំពុលនៅក្នុងខ្លួនបងសឺណានជាអ្នកប្រាប់អូនដោយផ្ទាល់ដោយសារតែគេចង់ឲ្យអូនយល់ព្រមតាមសំណើរបស់គេដូច្នេះតើអូនមិនយល់ព្រមមែនទេប្រកាសជាអត់ហើយអ្វីដែលសឺណានចង់បានគឺគម្រាមឲ្យអូនចាក់ចេញពីបងអូនមិនអាចធ្វើបាននោះទេដូច្នេះអូនមិនយល់ព្រមជាដាច់ខាតតើបងគិតថាអូនឆ្លាតទេបានអូនគឺជាមនុស្សឆ្លាតដូច្នេះថ្នាំពុលក្នុងខ្លួនរបស់បងគឺពិបាកព្យាបាលគឺអត់ទេតើបងភ្លេចហើយថាអូនមានជំនាញព្យាបាលដល់ពូកែនោះអាឡូទៅស៊ើបព័ត៌មានសឺណានតែប្រហែលឆ្នាំមុនគេនៅកន្លែងណាហើយយកមកឲ្យខ្ញុំនៅមានមនុស្សនៅក្បែរខ្លួនគេទៀតត្រូវតែស៊ើបទាំងអស់តើឲ្យលោកតាមស៊ើបពីសឺវ៉ាន់មែនទេយ៉ាងម៉េចហើយថ្ងៃស្អែកពេលយប់នៅនាងសឺវ៉ាន់ត្រូវតែជួបជុំមិត្តមែនទេសឺវ៉ាន់ស្រីកញ្ជ្រុងនេះអតីតកាលពិតជាកខ្វក់មែនត្រូវតែបន្តតាមដាននាងបើមានឱកាសល្អចាប់នាងទៅយល់ទេណានាងលោកម្ចាស់បានប្រាប់ខ្ញុំហើយគឺត្រូវឲ្យនាងផ្ដោតលើការងារក្រុមហ៊ុនកំឡុងពេលនេះមិនឲ្យពាក់ព័ន្ធនឹងគ្រួសារពូទេតើលោកគិតថាលោកជាអ្នកណាលោកហ៊ានប្រើលោកតាមកគម្រាមខ្ញុំភ្លេចថាគ្រួសារជាងបានចិញ្ចឹមលោកហើយតាមែនទេខ្ញុំមិនហ៊ានទេធ្វើតាមចិត្តនាងចុះ
ស៊ឺវ៉ាន់អ្នកណាដែលហ៊ានប្រឆាំងជាមួយនឹងខ្ញុំគ្មានលទ្ធផលល្អនោះទេខ្ញុំនឹងឲ្យនាងនៅក្រោមជើងខ្ញុំម្ដងទៀត លោកត្រឡប់ទៅវិញទេ អ្នកស្រីលោកហ្វូចេញបញ្ជាឲ្យខ្ញុំការពារអ្នកស្រីគ្រប់ពេលវេលា គេឲ្យលោកការពារខ្ញុំតែមិនមែនតាមជាប់បែបនេះត្រូវទេ គឺ តើឯងមិនដឹងទេហ៎មុននេះខ្ញុំបានឃើញស៊ឺវ៉ាន់ចុះពីលើឡានថ្លៃតម្លៃរាប់លានគឺឡានទំនើប Mercedes Benz S-Class អ្នកណាក៏ដឹងថានាងត្រូវពូរបស់នាងយកទៅចិញ្ចឹមនៅផ្ទះមើលទៅនាងប្រហែលជាមានអ្នកឧបត្ថម្ភហើយ គឺនាងស៊ឺវ៉ាន់យ៉ាងម៉េចនិយាយទៀតទេខ្ញុំក៏ចង់ស្ដាប់ដែរពួកយើងគឺនិយាយចាប់ហើយតែពួកយើងទៅក្នុងពិធីវិញ អញខ្លាចធ្វើអីពួកយើងមានបាននិយាយអីខុសហ្នឹងម្យ៉ាងទៀតនៅទីសាធារណៈតើនាងចង់សម្រាប់ពួកយើងមែនទេ សម្រាប់ឯងហ៎ចៃដន្យមែនស្មានតែខ្ញុំមិនហ៊ានទេស្លាប់តែខ្ញុំមិនហ៊ានទេស្លាប់តែអើយ ស្អីចង្រៃនាងឈួតហើយមែនទេនាងហ៊ានធ្វើបាបពួកយើងផង ហេតុអីមិនហ៊ានត្រូវពួកឯងបានដឹងហើយហ៎លេងខ្ញុំលេងអាចចង្រៃ បាទគឺបងទេ អាឆាន់ហេតុអីក៏មកទីនេះដែរ យ៉ាងម៉េចតើអូនចង់សម្លាប់ប្តីរបស់ខ្លួនឯងមែនទេបងឮមកថាមានគេតាមដានអូនបងបារម្ភណាស់ដូច្នេះទៅបងទីនេះទៅហេតុអីអូនមិនចង់ឲ្យបងមកមែនទេ មិននឹងអាចទេអូនគ្រាន់តែបារម្ភ បើអញ្ចឹងគឺបងចង់មកមើលតើអូនកំពុងតែគិតអីត្រូវហើយមុននេះអូនគ្មានប្រអប់នេះទេមានគេដាក់ថ្នាំចូលក្នុងទឹករបស់អូន អូនក៏ចង់ដឹងដែរថាអ្នកណាមិនចង់ឲ្យអូនចុះទៅក្នុងកម្មវិធីនោះអាឆាន់មនុស្សដែលនៅពីក្រោយរឿងនេះទុកឲ្យអូនជាអ្នកចាត់ការដោយខ្លួនឯង បាទអូនចង់ធ្វើបែបនេះក៏បានដែរ ញ៉ាំឲ្យច្រើនទេ លោកហ្វូអ្នកស្រីគឺជាពួកគេ និយាយទេអ្នកណាបញ្ជូនពួកឯងមក ពួកយើងគឺជាបុគ្គលិកថ្មីនៅសន្តាគារនេះខ្ញុំមិនដឹងថាអ្នកស្រីហ្វូចង់និយាយពីអ្វីទេ អ្នកស្រីហ្វូហ៎សូម្បីតែអ្នកគ្រប់គ្រងទីនេះក៏មិនស្គាល់ពួកយើងជាអ្នកណាដែរឯងជាបុគ្គលិកថ្មីហេតុអីក៏ស្គាល់ពួកយើងដែរទេ យេនេះចាកាត់ កុំអី កុំអី ពួកយើងខុសហើយ ឈប់សិនដាក់កំបិតចុះទៅ អ្នកស្រីហ្វូខ្ញុំសុំទោសពួកខ្ញុំទៅពីអ្នកពិតជាមិនដឹងរឿងអីមែនខ្ញុំមានប្រពន្ធនិងកូននៅចាំនៅផ្ទះសូមដោះលែងខ្ញុំទៅ បោះពួកគេចុះតាមចន្ទាទេបើសិនជាគេមានប្រពន្ធកូនពិតមែននោះក៏បារម្ភខ្ញុំនឹងរកមនុស្សមើលថែពួកគេឲ្យបានល្អ កុំអី ពួកយើងមិនដឹងរឿងស្អីទេ ពេលវេលាខ្ញុំមានតម្លៃណាស់ឯងមានពេល3វិនាទី2 គឺអ្នកនាងឈិញគឺជាងឈិញថងជាអ្នកបញ្ជាឲ្យពួកយើងធ្វើហើយតាមដានគ្រប់សកម្មភាពអ្នកស្រីនៅពេលដាច់ឆ្លៀតឱកាសបានត្រូវដាក់ថ្នាំអ្នកស្រីហ្វូដោះលែងពួកខ្ញុំទៅពួកខ្ញុំនឹងធ្វើគ្រប់យ៉ាងទោះបីជាឲ្យទៅសម្រាប់ជាងឈិញថងក៏ដោយក៏ពួកខ្ញុំជឿព្រមដែរដោះលែងពួកខ្ញុំទៅ នាំពួកគេទៅ បាទសូមដោះលែងពួកខ្ញុំទៅ បាទអូនគ្រាន់តែងក់ក្បាលព័ត៌មានរបស់ឈីងថងស្លាប់ប្រកាសជាចេញផ្សាយភ្លាមត្រឹមតែ1ម៉ោងទេ បើឲ្យជាងឆេងថងស្លាប់ទាំងបែបនេះវាងាយសម្រាប់នាងពេកហើយពេលថ្ងៃទៀតជាពិធីភ្ជាប់ពាក្យរបស់គ្រួសារចឹងនិងគ្រួសារហ្វូពេលនោះអូនមានអំណោយធំជូនបងពេលនោះគឺមានគេសម្រាប់នាងជំនួសពួកយើងហើយ តែ1ម៉ោងគឺមិនគ្រប់ទេបងក៏មានអំណោយធំជូនដល់អូនដែរដើម្បីផ្ដល់ទៅឲ្យគ្រួសារជាង ថេងឆាន់មានរឿងមួយអូនចង់ពិភាក្សាជាមួយនឹងបងអូនចង់បានគំរូ DNA របស់ប៉ាបងអូនបានពិនិត្យមើលហើយវិនអ៊ីគឺបានបដូរថ្ងៃទម្ងន់របស់នាងអូនសង្ស័យលើហ្វូធីងឆាន់មិនមែនជាកូនប្រុសបង្កើតរបស់ហ្វូជីមីង បើសិនជាបែបនេះមែនកាសតែគួរចាប់អារម្មណ៍ហើយបងក៏ចង់ដឹងដែរបើបាត់បង់ដំណើរជាស្រីស្នេហ៍អស់ជាច្រើនឆ្នាំមកនេះគាត់បានបោះបង់ប្រពន្ធហើយនឹងកូនហើយបែរជាទៅរួចមានស្រីផ្សេងហ្វូឈីមីងចាំមើលតើគាត់មានប្រតិកម្មបែបណា ជប់សិនយើងត្រឡប់មកចិនច្រើនឆ្នាំហើយក្នុងនាមជាកូនឯងមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ លោកនឹងចាំថាលោកមានកូនប្រុសឈ្មោះថាហ្វូធីងឈិនដែរ ថេងឆាន់
អញមិនអាចនិយាយចឹងទេវាប៉ះពាល់ដល់ខ្ញុំនិងធីងឈុនដែរពេលនេះប៉ះរបស់អញត្រឡប់មកវិញហើយអញគួរតែផ្ដល់ការគោរពដល់ខ្ញុំខ្លះ ថាម៉េចគេធ្វើបាបអូននឹងធីងឈុនមែនទេធីងឈុនមើលទៅប្រហែលឆ្នាំនេះយើងអប់រំឯងមិនបានល្អទើបឯងក្អេងក្អាងគ្មានច្បាប់ទម្លាប់បែបនេះហ៎ បានអីទេគឺរឿងស្អីឯងឈ្មោះជាមួយនឹងស្រីម្នាក់នេះហើយមែនទេឯងឆាប់ចេញទៅកុំបង្ហាញមុខចំពោះយើងទៀត បាទ ចេញទៅ តោះឆាប់ទៅ ពិតជាកំសាកមែនខ្ញុំប្រាប់បងពេលនេះធីងឈុនកំពុងចិត្តរៀបការជាមួយគ្រួសារយ៉ាងហើយដល់ពេលនោះចាំមើលថាអ្នកណាជាអ្នកសម្រេចចិត្តនៅក្នុងគ្រួសារហ្វូ និយាយស្អីទីបំផុតគាត់ឲ្យបងមកចិនវិញហើយបើឲ្យគាត់បានលឺស្បែករបស់អូនគ្មានសល់ទេ មិនគិតថាពូធីងឈិនសំបីតែសម្ដីប៉ារបស់គេក៏មិនស្ដាប់មនុស្សកំសាកពូឈីមីងនេះមិនដឹងថាដោយសារធីងឬក៏លោកម្ចាស់ធំទៅពេលនេះមានតែបងទេដែលអាចជួយខ្ញុំបានឆ្នាំគាត់ដែលបងដាក់ឲ្យលោកម្ចាស់ធំនឹងគ្មានអ្នកណា